ព្រោះតែការធ្វើប្រហែសពីអាណាព្យាបាលមួយផ្លែតធ្វើឲ្យកុមារីម្នាក់ហ្នឹងអ្នកទាំងអស់គ្នារងរបួសយ៉ាងធ្ងន់ធ្ងរករណីមួយនេះដែរគឺអត់គួរមាននៅកន្លែង playground សោះហើយវីដេអូមួយនេះឬមួយក៏រូបភាពមួយនេះអ្នកទាំងអស់គ្នាប្រកាសជាដឹងខ្លះៗហើយពីព្រោះកំពុងតែ viral ខ្លាំងមែនតើខ្ញុំមកហ៊ានដាក់វីដេអូឲ្យអ្នកទាំងអស់គ្នាព្រោះខ្លាច TikTok ហើយនិង Facebook គេចាប់ប៉ុន្តែខ្ញុំមើលហើយរន្ធត់ខ្លាំងមែនតើហើយកុមារីម្នាក់នេះអ្នកទាំងអស់គ្នាគាត់កំពុងតែលេង slide ហ្នឹងសុកស្រាប់តែនេះកូនប្រុសមួយហ្នឹងមករុញគ្នាហ្មងហើយធ្លាក់ពីលើអា slide ហ្នឹងអូខ្ញុំមើលហើយឡើងព្រោះពេលហ្នឹងគឺបាត់និយាយថាកគាត់គឺបាត់ទៅក្រោយហ្មងណាហើយគ្រាន់តែធ្លាក់ភ្លាមអ្នកទាំងអស់គ្នាគឺគាត់ស្រែកយំខ្លាំងមែនតើកន្លែងហ្នឹងគឺខ្ញុំគិតថាគាត់សំណាងហើយដែលគាត់ធ្លាក់ភ្លាមហ្នឹងអត់ស្លាប់ឬមួយក៏អីវាអាចយកទាន់ពេលបើសិនជាពេលហ្នឹងគាត់ស្លាប់ឬមួយក៏អីទៀតវាអាចនឹងធ្ងន់ធ្ងរជាងនឹងទៀតហើយពេលទៅដល់ពេទ្យនិយាយប្រាប់ថាកូនស្រីហ្នឹងគឺមានប្រេះឆ្អឹងជុំវិញប្រឡងភ្នែកហើយនឹងមានឈាមកកនៅក្នុងខួរក្បាលអាណាព្យាបាលជនរងគ្រោះក៏បានចេញមកបញ្ជាក់ដែរថាកុមារាដែលច្រានកូនស្រីគាត់ហ្នឹងគឺជាកុមារម្នាក់ដែលត្រូវការតម្រូវការពិសេសហើយមួយវិញទៀតហ្នឹងគឺគាត់អត់ប្រកាន់ជាមួយនឹងក្មេងប្រុសម្នាក់ហ្នឹងទេហើយគាត់ក៏សំណូមពរទៅអាណាព្យាបាលគ្រប់រូបកុំឲ្យមានការធ្វើប្រហែសដូចអញ្ចឹងទៀតដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ដូចកូនស្រីគាត់ហ្នឹងអញ្ចឹងហើយឪពុកម្ដាយជនរងគ្រោះហ្នឹងក៏មានសំណូមពរពី3ទៀតដែរហើយបើនិយាយរឿងសំណងវិញគេអត់ទាន់ដឹងទេណាអ្នកទាំងអស់គ្នាអានេះគ្រាន់តែព័ត៌មានបឋមដែលខ្ញុំយកមកពីប្រទេសវៀតណាមឯងហើយបើសិនជាអ្នកទាំងអស់គ្នាដឹងព័ត៌មានអីបន្ថែមអាចខមមិននៅក្នុងវីដេអូនេះបានណា